មុខម្ហូបមួយមុខនឹងដែរមានឈ្មោះថាខជើងមាន់ជាមួយនឹងពេញប៉ោះប្រហែលជាប្លែកឯមែនអត់អ្នកទាំងអស់គ្នាបន្ទាប់ពីឃើញមុខម្ហូបនឹងភាសាភាគច្រើនខជើងមាន់គឺខតទេអត់មានដាក់ពេញប៉ោះហើយតែនេះគឺខ្ញុំឆ្នៃដាក់ពេញប៉ោះហើយគ្រឿងផ្សំមានជើងមាន់មានស្ករពាងស្ករត្នោតយើងហ្នឹងហើយនឹងពេញប៉ោះខ្ទឹមសគល់ខ្ទឹមស្លឹកខ្ទឹមរួមទៅគ្រឿងផ្សំងាយបងប្អូនទាំងអស់គ្នាមកពិសាហ្នឹងខ្ញុំទិញជើងមាន់1គីឡូជាងហើយមានពេញប៉ោះជាមួយនឹងស្ករត្នោតខ្មែរយើងហ្នឹងនៅសារនៅប្រទេសអស់អញ្ចឹងទៅខ្ញុំទិញថែមកន្លះគីឡូបន្ទាប់មកចាប់ផ្ដើមកាត់កញ្ចក់ជើងមាន់ហើយនឹងពុះវាជាពីរដើម្បីយកទៅលាងសម្អាតអញ្ចឹងណាខោជើងមាន់ហដងខ្ញុំអត់កាប់ទេខ្ញុំដាក់ទាំងមូលហ្មងអញ្ចឹងហ៎តែលើកនេះចង់ឲ្យវាចូលជាតិជាមួយនឹងពេញប៉ោះទៅខ្ញុំក៏កាត់វាជាពីរទៅតាំងពីខ្លួន1រហូតដល់ខ្លួន2នេះធ្វើម្ហូបហ្នឹងគឺជាចំណង់ចំណូលចិត្តហ្មងរួមទៅអត់ចេះហត់ទេឲ្យតែបានធ្វើម្ហូបហើយជាពិសេសពេលដែលអ្នកផ្ទះថាឆ្ងាញ់ទៀតកាន់តែមានកម្លាំងចិត្តធ្វើអាចថាមកពីចំណង់ចំណូលចិត្តយើងផងដែរអញ្ចឹងណាបានធ្វើទៅវាអត់ចេះហត់ណាបើសិនជាយើងខ្ជិលក៏ធ្វើអត់កើតដែរនេះពេញប៉ោះជាមួយនឹងជើងមាន់ខ្ញុំបានកាប់ហើយយកទៅលាងសម្អាតវារួចរាល់អស់ហើយពេញប៉ោះហ្នឹងយកមកពុះជា2ជា3អញ្ចឹងណាកុំទូចពេកក៏កុំធំពេកហើយពេញប៉ោះហ្នឹងដែរគឺយកទៅដាក់ខហ្នឹងអត់អលួយពេកទេដោយសារជើងមាន់វាឆាប់ផុយព្រោះអាហ្នឹងជាប្រភេទជើងមាន់កសិកម្មប្រភេទគេកាប់សោះបងប្អូនមិនមែនប្រភេទបង្កកអីណាតែវាផុយវាមិនដូចជើងមាន់ខ្មែរយើងស្វិតត្រូវងាស់យូរទេអញ្ចឹងទៅពេញប៉ោះក៏វាអត់សូវអលួយតាមនឹងដែររួមទៅញ៉ាំទៅឈប់អញ្ចឹងណាហើយចំពោះខ្ទឹមមើមខ្ទឹមគល់ខ្ទឹមហ្នឹងគឺខ្ញុំកាត់ឲ្យហើយបន្ទាប់ពីសម្អាតរួចរាល់ហើយគឺយើងប្រេគ្រឿងអញ្ចឹងទៅស្រួលដាក់ស្លអញ្ចឹងណាដាក់ខ្ទះក្តៅចាក់ខ្លាញ់ចូលហើយបំពងខ្ទឹមឲ្យឡើងឈ្ងុយបើខ្ញុំដាក់ស្ករត្នោតយើងចូលណាបើខ្លះវិញគាត់កូរស្ករត្នោតក៏អត់ប្រើខ្លាញ់ទេហើយដាក់ខ្ទឹមហ្មងតែបើសម្រាប់ខ្ញុំទម្លាប់ខ្ញុំខគឺខ្ញុំដាក់ប្រេងហើយដាក់ខ្ទឹមកូរឲ្យឈ្ងុយបើខ្ញុំដាក់នេះចឹងណាដាក់ស្ករត្នោតចូលកូរស្ករគ្រឿងនឹងឲ្យវាឡើងក្រហមជើងក្រងណាហើយចាប់ផ្ដើមវាយប្រេងខ្យងទឹកត្រីទឹកស៊ីអ៊ីវចូលអាហ្នឹងគឺចំណុចសំខាន់របស់ខនឹងដើម្បីឲ្យខយើងមានពណ៌ស្អាតណាគឺយើងត្រូវវាយគ្រឿងមានទឹកប្រេងខ្យងទឹកស៊ីអ៊ីវទឹកត្រីហ្នឹងណាបន្ទាប់មកយើងដាក់ជើងមាន់របស់យើងចូលកន្លែងវាកូរវាទៅមកឲ្យវាសព្វល្អអញ្ចឹងណាហើយដើម្បីកុំឲ្យវាខ្លោចយើងលួចទឹកតែបន្តិចសិនណាកុំតើដាក់ទឹកច្រើនហើយចាំយើងចាប់ផ្ដើមវាយគ្រឿងចូលមានអំបិលប៊ីចេងម្សៅស៊ុបអីហ្នឹងណាបងប្អូនអរគ្នាឲ្យវាមកពុះអញ្ចឹងទៅវាយគ្រឿងហើយក៏បានចាំពុះចាំដាក់គ្រឿងក៏បានដាក់ពេញប៉ោះដាក់យើងពេញប៉ោះយើងចូលទៅងាស់វាបន្តិចមកគឺខយើងឆ្អិនហើយរួមទៅងាយធ្វើហើយក៏រសជាតិឆ្ងាញ់ដែរសម្រាប់អ្នកចូលចិត្តជើងមាន់គឺមេនុយហ្នឹងវាប្លែកណាក្រៅពីជ្រក់ជើងមាន់អីអញ្ចឹងយើងអាចយកមកខអញ្ចឹងបានសំខាន់មានលាយពេញប៉ោះអញ្ចឹងយើងញ៉ាំបន្លែបានទៀតមិនថាញ៉ាំបានតែជើងមាន់ហ្នឹងសុទ្ធទេយើងមានបន្លែលាយដែរអញ្ចឹងណាតែរសជាតិចូលគ្នាល្អណាអត់ឆ្កងទេព្រោះខ្ញុំសាកហើយបន្ទាប់ពីឆ្អិនហើយយើងរោយលឹកខ្ទឹមមកគឺជើងមាន់យើងរួចរាល់ហើយឆ្ងាញ់ខ្លាំង